ទស្សនីយយើងសិនជីងថាងក្រៅពីធ្វើពុតប្រើល្បិចជាមានភ្លើងឆាប់ឆេះនៅក្នុងផ្ទះរួចរាល់អស់មកនៅពេលនេះកូនស្រីទី3របស់គ្រួសារប៉ៃមានឈ្មោះថាស៊ឺឈីដែលត្រូវជាប្អូនស្រីនឹងមានការព្រួយបារម្ភជាខ្លាំងរត់មកសួរសុខទុក្ខបងស្រីថាមានត្រូវអីមួយក៏អត់បងស្រីក៏បន្តទៅវិញថាអត់អីទេពួកអីប្រហែលថ្ងៃវាជាសះស្បើយដែរទៅហើយបន្តមកស៊ឺឈីនឹងក៏បានបបួលទស្សនីយរបស់យើងសិនជីងថាងនឹងចូលរួមពិធីជប់លៀងក្នុងរាជវាំងក្នុងថ្ងៃស្អែកនេះដោយសារតែនៅពេលនោះគឺមានបរោះកំឡោះជាច្រើនអ្នកមកចូលរួមប្រកាសជាសប្បាយភ្នែកហើយណាមួយទៀតគុំនៅតែផ្ទះឧបមុខអញ្ចឹងណាតបងឡើយជីងថាងរបស់យើងគាត់បដិសេធគាត់ថាគាត់ធ្លាប់រស់នៅក្នុងផ្ទះហ្នឹងតែចេញពីសួនច្បារខាងក្រៅហ្នឹងទេអញ្ចឹងហើយមកហើយបើនៅផ្ទះវាល្អជាងខ្លាចមិនចុះសម្រងជាមួយនឹងគេតែស៊ីឈីនឹងក៏បានបញ្ចុះបញ្ចូលថានេះគឺជាឱកាសដែលមានមនុស្សស្រីជាច្រើនទៅរើសគូសកលទៅទីនោះដែរដូច្នេះហើយហ្នឹងបងស្រីគួរតែទៅបញ្ចុះបញ្ចូលរហូតដល់ជីងថាងរបស់យើងហ្នឹងគាត់ក៏យល់ព្រមទៅជាមួយនឹងស៊ឺឈីផងដែរអំឡុងពេលដែលពួកគេបានធ្វើដំណើរចេញពីផ្ទះទៅហ្នឹងក៏បានជួបប្រទះជាមួយនឹងកូនរបស់ព្រះអម្ចាស់យិនមានឈ្មោះថាយិនឆឹងទើបតែមកពីសមរភូមិមាននារីជាច្រើនស្ងើចសើចំពោះភាពក្លាហានក៏ដូចជារូបរាងដ៏សង្ហារបស់យិនឆឹងអញ្ចឹងណាហើយនៅក្នុងពេលដែលបានដឹងថាយិនឆឹងកំពុងធ្វើដំណើរមកហើយជាងថារបស់យើងមានចេតនាតាក់ទាញគេដោយប្រើប្រាស់ជាមួយនឹងសន្តិភាពការជាច្រើនបាច់ទៅតាមប្រឡោះប្រួយរទេះហ្នឹងដើម្បីឲ្យចំជាមួយនឹងយិនឆឹងសកម្មភាពមួយនឹងដំបូងឡើយយិនឆឹងអត់ដឹងទេគាត់តែដឹងថាមានគេមានចេតនាបាច់ផ្កាមកដាក់គាត់ហើយដល់ពេលហ្នឹងគឺប៉ះសេះគាត់ក៏បាននិយាយថាតែនារីណាអីក៏អត់មានគេខ្មាស់សោះអញ្ចឹងប្រើល្បិចដើម្បីតាក់ទាញគាត់អញ្ចឹងណាគាត់ចង់មើលមុខបន្តិចមើលតើមុខមាត់ល្មិចទៅចឹងហើយគាត់ក៏បានជិះសេះវ៉ាជាមួយនឹងរទេះសេះរបស់ឈិនថាងរបស់យើងប៉ុន្តែនៅពេលដែលឈិនថាងហ្នឹងគាត់ក៏មានចេតនាប្អូនសម្រាប់របស់គាត់ដែរគាត់បានអឺតតាមបង្អួចមកដើម្បីសម្លឹងឲ្យយិនឆឹងបានឃើញវងភ័ក្រដ៏ស្រស់ស្រទន់របស់គាត់ចឹងណាយិនឆឹងគាត់តែបានឃើញភ្លាមក៏ស្លើភ្នែកលែងស្ដីបន្ទោសថាណាគេអត់មានភាពអេនខ្មាស់បន្តទៀតហើយពួកអីឃើញគេស្អាតដែរនោះបន្ទាប់មកទាំងឈិនថាងជាមួយនឹងស៊ឺជីនឹងក៏បានចុះពីលើរទេះសេះហើយយិនឆឹងជាមួយស៊ឺជីគេស្គាល់គ្នាច្បាស់ណាស់ស៊ឺជីនឹងក៏បានប្រាប់ទៅកាន់យិនឆឹងថាតើលបងផ្លេចហើយនេះគឺជាជីងថាងបងស្រីជីងថាងដែលកាលពីតូចបងតែងតែបំភ័យគាត់ឲ្យគាត់យំមកយល់ស្លាត់មកបន្លាចគាត់នៅមិនចាំទៀតអីនៅពេលដែលលឺអញ្ចឹងហើយយិនឆឹងថាអូចាំតើកាលពីក្មេងនាងគឺជាក្មេងស្រីម្នាក់ដែលតែងតែដើរពីក្រោយខ្នងរបស់ឆុងជឺនឹងមែនទេធ្វើដូចជាសមោលគេអញ្ចឹងខ្ញុំទៅផងនឹកស្មានថានាងធំឡើងស្អាតដល់ថ្នាក់នឹងបើសិនបើខ្ញុំកាលពីក្មេងលេងយើងចូលដៃបន្តិចសូមកុំប្រកាន់ខឹងអីនេះគេលេងចេញប្រូលញ៉ែភ្លាមចំណែកជិនថាងរបស់យើងនឹងគាត់ក៏មានអំណងតាក់តងតាក់ទាញយិនឆឹងនឹងដែរព្រោះគាត់ចង់ចេញពីផ្ទះគ្រួសារភ័យអញ្ចឹងគាត់ដឹងយ៉ាងច្បាស់ថាការចេញពីផ្ទះគ្រួសារភ័យបានតលតែរៀបការចេញដូច្នេះហើយនឹងតលតែរកបរិះណាម្នាក់ដែលមានអំណាចអីសមរម្យដែរអញ្ចឹងណាលុះដល់ចូលរួមពិធីជប់លៀងនៅពេលហ្នឹងយិនឆឹងគាត់កំពុងតែតាមរកជិនថាងរបស់យើងនេះរហូតដល់ដើរបុកនៅអំរើម្នាក់ធ្វើឲ្យកពុបទឹកហ្នឹងលើខ្លួនរបស់គាត់ជិនថាងហាក់ដូចជាកំពុងតែឃ្លាំមើលយិនឆឹងដែរដូច្នេះហើយនាងដើរមកជិតហើយប្រាប់ទៅកាន់យិនឆឹងថាណោអាវរបស់បងទៅទឹកហើយតបមកនាងក៏បានហុចកន្សែងមួយដើម្បីឲ្យយិនឆឹងជូតប៉ុន្តែកន្សែងនោះគឺជាកន្សែងដៃរបស់នាងនៅផ្ទាល់តែម្ដងឆ្លៀតឱកាសទទួលកន្សែងពីសិនជីងថាងរបស់យើងហើយហ្នឹងគាត់ក៏បានចាប់ដៃជីងថាងដែរហើយនៅក្នុងពេលហ្នឹងទំនាក់ទំនងរបស់ពួកគាត់ទាំងពីរនាក់កាន់តែស្អិតរមួតជាមួយនឹងគ្នាហើយយិនឆឹងបានប្រាប់ទៅឲ្យឈិនថាងរបស់យើងថាកុំបាច់ហៅគាត់ថាព្រះបុត្រាអីពួកគាត់ជាកូនរបស់ព្រះអម្ចាស់អញ្ចឹងហៅព្រះបុត្រាតែមិនបាច់ហៅទេឲ្យហៅដូចកាលពីក្មេងទៅគឺលបងយិនឆឹងឬមួយក៏លបងឆឹងលបងយិនអីចឹងទៅពីរនាក់ហ្នឹងនិយាយចុះសម្រងគ្នាខ្លាំងមែនទែនដោយសារតែខាងស្រីរៀងថាបើកផ្លូវដែរអញ្ចឹងណាចំណែកខាងប្រុសវិញគឺលងជាមួយសម្រស់របស់ពោផងរបស់គេនោះអញ្ចឹងក៏ជូតសម្អាតជាមួយកន្សែងដៃរបស់តួស្រីបន្តិចក្រោយមកហ្នឹងក៏ប្រគល់កន្សែងដៃនឹងមកឲ្យគេវិញប៉ុន្តែក៏យកលេសថាសុំទោសផងកន្សែងដៃនឹងវារៀងកឹកក្រិចហើយខ្ញុំធ្វើវាកខ្វក់ដូច្នេះចាំខ្ញុំសម្បោកសម្អាតវាសិនចាំខ្ញុំប្រគល់ឲ្យនាងវិញមែនអត់អញ្ចឹងចាំណាត់ជួបគ្នាពេលក្រោយទៀតសកម្មភាពទំនាក់ទំនងស្និទ្ធស្នាលរបស់អ្នកទាំងពីរនឹងក៏ត្រូវបានភ័យឆុងឈឺទូប្ររបស់យើងគាត់ប្រទះឃើញគាត់មានអារម្មណ៍ថាក្តៅក្រហាយខ្លាំងមែនទែនមួម៉ៅខ្លាំងមិនដឹងធ្វើម៉េចទេពួកគាត់នឹងគឺស្រឡាញ់ជិនថាងរបស់យើងដែលជាប្អូនស្រីចិញ្ចឹមរបស់គាត់នេះប៉ុន្តែទំនាក់ទំនងមួយនឹងវាអាចទៅរួចដោយសារតែជិនថាងគាត់អត់ស្រឡាញ់ឆុងជឺវិញទេគាត់ចាត់ទុកត្រឹមតែបងប្រុសអញ្ចឹងណាអាម្យ៉ាងមួយទៀតឆុងជឺគាត់បានភ្ជាប់ពាក្យជាមួយនឹងព្រះនាងចៅហឹនេះបាត់ទៅហើយតាមការរៀបចំក៏ដូចជាបរិយាទានរបស់ព្រះអង្គដែលត្រូវជាម្ចាស់បងរបស់ព្រះនាងចៅហឹនឹងឯងគណៈពេលដែលព្រះនាងចៅហឹបានឃើញអញ្ចឹងក៏ដើរមកសួរនាំទៅកាន់ឆុងជឺថាយ៉ាងម៉េចឃើញប្អូនស្រីរបស់ខ្លួនមានទំនាក់ទំនងជាមួយនឹងព្រះបុត្រាយិនឆឹងអញ្ចឹងមានអារម្មណ៍មិនសូវល្អមែនអត់ឡើងចេះតែចោះចាំខ្ញុំមកប្រាប់បងប្រុសដើម្បីឲ្យប្រទានបង្គោលការឲ្យពួកគេទាំងពីរអ្នកតែម្ដងទៅតែលោកយល់ជាណាដែរឆុងជឺគាត់ខឹងខ្លាំងមែនទែនគាត់ថានេះគឺជារឿងគ្រួសាររបស់ខ្ញុំក្នុងនាមខ្ញុំជាបងប្រុសគឺដូចជាឪពុកអញ្ចឹងមង្គលការរបស់ប្អូនស្រីខ្ញុំជាអ្នកសម្រេចមិនចាំបាច់អ្នកដទៃមកជ្រៀតជ្រែកនោះទេនៅក្នុងពេលហ្នឹងចៅហឹគាត់ក៏ចាប់ដើមខឹងគាត់ថានាងត្រឹមតែជានារីសាមញ្ញម្នាក់ដែលលោករើសមកចិញ្ចឹមតែប៉ុណ្ណោះធៀបជាមួយខ្ញុំដែលជាព្រះនាងនេះមិនមែនលោកមិនដឹងថាត្រូវជ្រើសរើសមួយណាទេមែនអត់ឆុងជឺក៏តបទៅវិញយ៉ាងក្តៅក្រហាយភ្លាមថា
នាងទៅវិញទេដែលមិនដឹងថាត្រូវជ្រើសរើសបែបម៉េចនោះហើយម្យ៉ាងវិញទៀតក្នុងនាមខ្ញុំជាបងប្រុសខ្ញុំត្រូវតែការពារប្អូនស្រីអញ្ចឹងហើយចៅហឹកក៏ឌឺទៅវិញថាខ្ញុំជឿថាលោកនឹងអាចការពារនាងបានរហូតនោះទេថ្ងៃនេះនាងអាចការពារលោកអាចការពារនាងបានក៏ប៉ុន្តែថ្ងៃស្អែកឬមួយក៏ថ្ងៃក្រោយទៀតនោះលោកត្រូវតែសម្រេចចិត្តព្រមមង្គលការរបស់យើងព្រះអង្គគឺជាអ្នករៀបចំមកឲ្យអញ្ចឹងលោកមិនអាចបដិសេធបាននោះទេចៅហឹកគាត់ខឹងខ្លាំងមែនទែនគាត់ក៏ដើរចេញទៅគឺដាក់ពេលដែលទិនທາງរបស់យើងទៅវិញគាត់បានណាត់ជួបគ្នាជាមួយនឹងព្រិយបុត្រយានឆឹងនឹងនៅខាងក្រៅសួននៅខាងក្រៅពិធីជប់លៀងហ្នឹងណាហើយនាងដឹងជាច្បាស់ថាមានតែតើងយានឆឹងឲ្យបានដើម្បីរៀបការជាមួយគេទេទើបអាចចាក់ចេញពីគ្រួសារភ័យបានអំឡុងពេលដែលនាងកំពុងធ្វើដំណើរជាមួយនឹងយានឆឹងហ្នឹងស្រាប់តែត្រូវបានឆុងជឺមកប្រទះឃើញឆុងជឺក៏ចាប់នាងជាប់នឹងបានសួរនាំនាងថាតើមានចេតនាអ្វីជាមួយនឹងយានឆឹងហ្នឹងជិនថាងនិយាយតាមត្រង់តែម្ដងថាមកដល់ពេលហ្នឹងទៅហើយខ្ញុំដល់វ័យរៀបការហើយមានអីក្រៅតែពីជ្រើសរើសបរិសម្នាក់ដែលស័ក្តិសមគួរដើម្បីខ្ញុំរៀបការជាមួយនោះពេលដែលលើបែបហ្នឹងទៅឆុងជួតខឹងយ៉ាងខ្លាំងគាត់ថាសុកចិត្តបដិសេធខ្ញុំបាយជាមានភាពក្លាហានមកនិយាយថាចង់រៀបការជាមួយប្រុសដតីបែបហ្នឹងហេតុអីខ្ញុំថាដោយសារតែពួកយើងទាំងពីរនាក់បានតាមតែជាបងប្អូនមិនអាចទៅរួចទេម្យ៉ាងវិញទៀតលោកទទួលបានរាជទានពីព្រះអង្គរៀបការជាមួយព្រះនាងចៅហឹកទៅហើយសូម្បីតែមង្គលការរបស់លោកមិនអាចនឹងរៀបចំដោយខ្លួនឯងបានផងលោកមិនអាចសម្រេចចិត្តដោយខ្លួនឯងបានផងហេតុអីបានជាមកប្រឆាំងជាមួយមង្គលការរបស់ខ្ញុំពួកខ្ញុំទៅដល់វ័យដើម្បីរៀបការដែរដូចគ្នានឹងឯងថងជឿគាត់ខឹងខ្លាំងគាត់ថាមួយជីវិតនេះនាងគឺជារបស់ខ្ញុំតាំងពីដើមមកនាងអត់មានសិទ្ធិជ្រើសរើសនោះទេខ្ញុំស្រឡាញ់នាងអញ្ចឹងហើយទោះបីជាខ្ញុំត្រូវរៀបការតែមានអីពាក់ព័ន្ធជាមួយនឹងនាងទៅនាងគឺជាមនុស្សរបស់ខ្ញុំជារៀងរហូតតទៅនៅក្នុងពេលហ្នឹងពួកស្រីរបស់យើងឈិនថាងគាត់ស្រក់ទឹកភ្នែកគាត់ថាទៅហើយតាំងពីដើមមកខ្ញុំអត់មានសិទ្ធិជ្រើសរើសទេប៉ុន្តែលោកស្រឡាញ់ខ្ញុំលោកអះអាងថាស្រឡាញ់ខ្ញុំតែមិនព្រមផ្ដល់តម្លៃមួយជាក់លាក់ឲ្យខ្ញុំមែនអត់លោករៀបការជាមួយព្រះនាងចៅហឹកប៉ុន្តែទុកខ្ញុំជាស្រីកំណាន់ហើយលោកអះអាងថាស្រឡាញ់ខ្ញុំបែបហ្នឹងឯងនិយាយរហូតដល់ឆុងជឺរបស់យើងគាត់និយាយថាឲ្យតានាងយល់ព្រមរៀបការឬមួយក៏រស់នៅជាមួយខ្ញុំទទួលយកខ្ញុំសុខចិត្តរកមជ្ឈបាយដើម្បីលុបចោលមង្គលការដែលព្រះអង្គប្រទានឲ្យខ្ញុំប៉ុន្តែទំនាក់ទំនងរបស់នាងជាមួយនឹងយានឆឹងគឺមិនអាចទៅរួចនោះទេអ្នកទាំងពីរអ្នកគឺមិនសមគ្នានោះទេម្យ៉ាងវិញទៀតនៅពេលហ្នឹងទូរបស់យើងគាត់ក៏បានសម័យទៅកាន់មុននឹងបន្តិចដោយសារតែគាត់បានឲ្យកូនចៅរបស់គាត់ស៊ើបការមើលតែដងជាមួយនឹងព្រះអង្គម្ចាស់យានដែលជាឪពុករបស់យានឆឹងហ្នឹងបានដឹងថានៅពេលនេះគេកំពុងតែត្រឡប់មករាជធានីវិញព្រោះកាលពីដើមពួកគេនៅព្រំដែននោះទេការពីព្រំដែនអញ្ចឹងណាឥឡូវទើបតែត្រឡប់មកវិញព្រះអង្គម្ចាស់យានគាត់មានបំណងរើសនារីមកពីគ្រួសារធូធាគ្រួសារដែលមានអំណាចខ្ពង់ខ្ពស់ម្នាក់ដើម្បីរៀបការជាមួយកូនគាត់ដើម្បីបង្កើនទំនាក់ទំនងក៏ដូចជាបង្កើននូវអំណាចរបស់គ្រួសារគាត់ឲ្យកាន់តែធំអញ្ចឹងណាអញ្ចឹងហើយប្រសិនបើឲ្យទីងខាងទៅរៀបការជាមួយយានឆឹងទៀតនោះអំណាចរបស់គ្រួសារយានប្រកាសជាពាក់ព័ន្ធជាមួយគ្រួសារភ័យទោះបីជាមិនមានទំនាក់ទំនងល្អជាមួយគ្នាក៏ប៉ុន្តែអ្នកខាងក្រៅមើលមកប្រកាសជាដឹងថាគ្រួសារយានមានអំណាចកាន់តែធំហើយដូច្នេះហើយនឹងទូរបស់យើងបានបដិសេធថានាងមិនអាចនៅជាមួយនឹងយានឆឹងបានជាដាច់ខាតនៅពេលនេះឆាប់វិលត្រឡប់ទៅវិញភ្លាមបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យសមាជិកនិងបំណងរបស់នាងបែកការជាមិនខាននោះទេឆាប់ទៅវិញនៅពេលនោះឈិនថាងអត់ហ៊ានបកកាយជាមួយនឹងឆុងជឺទេដោយសារតែឃើញគេនឹងលេងមែនតែនអញ្ចឹងណានាងក៏ដើរវិលត្រឡប់ទៅវិញដោយមិនហ៊ានទៅជួបជាមួយនឹងយានឆឹងទេប៉ុន្តែសកម្មភាពនៃទំនាក់ទំនងរបស់អ្នកទាំងពីរអំបញ្ញមិនចាប់គ្នាអោបរឹតគ្នាតិចតួចមិញហ្នឹងក៏ត្រូវបានព្រះនាងចៅហឹកបានមើលឃើញព្រះនាងចៅហឹកនឹងក៏ខឹងយ៉ាងខ្លាំងប៉ុន្តែក្រោយមកនាងក៏បានទៅឈរស្កាត់ផ្លូវរបស់ឈិនថាងរបស់យើងរួចហើយហ្នឹងក៏បាននិយាយទៅកាន់ឈិនថាងថាឈិនថាងក៏របស់នាងកើតអីហ្នឹងក្នុងឋានៈគេគឺជាព្រះនាងឈិនថាងបានជួបរួចហើយហ្នឹងក៏បានគោរពទៅកាន់ព្រះនាងចៅហឹកបន្តិចនិងបាននិយាយកុហកថាអត់អីទេមកប្រហែលជាមុខខាមហើយព្រះនាងចៅហឹកបាននិយាយថាមើលឃើញទំនាក់ទំនងរបស់នាងជាមួយនឹងព្រះរាជបុត្រយានឆឹងមានភាពស្អិតរមួតជាមួយគ្នាអញ្ចឹងអីទេថ្ងៃប្រហែលថ្ងៃទៀតហ្នឹងគឺមានពិធីជប់លៀងមួយរវាងនគរដទៃទៀតដែលមកអបអរជាមួយនគររបស់យើងនាងមិនក៏មិនទៅចូលរួមទៅនៅពេលនោះព្រះអង្គម្ចាស់យានឆឹងហ្នឹងគាត់ក៏ទៅចូលរួមដែរខាងដោយសារតែមានការអញ្ជើញពីព្រះនាងចៅហឹកមិនអាចបដិសេធបាននោះទេម្យ៉ាងវិញទៀតក្នុងចិត្តរបស់នាងគិតថាបើទៅគឺបានជួបជាមួយនឹងព្រះបុត្រាយានឆឹងទៀតហើយអញ្ចឹងនាងក៏បានយល់ព្រមតែម្ដងទាំងតែការពិតទៅគោលបំណងរបស់ព្រះនាងចៅហឹកគឺធ្វើឲ្យឈិនថាងរបស់យើងនឹងត្រូវគេប្រមាថនៅក្នុងពិធីជប់លៀងមួយហ្នឹងនឹងធ្វើឲ្យឈិនថាងមានភាពស្ដាយក្រោយគណៈពេលឈិនថាងវាអត់បានដឹងខ្លួនទេទាំងអស់គ្នានៅពេលដែលត្រឡប់មកដល់ផ្ទះវិញណាកំពុងតែអង្គុយនៅកន្លែងដែលខ្លួនឯងតែងតែគូពណ៌គូអីនៅលើឆាត់ហ្នឹងប៉ុន្តែភ្លាមហ្នឹងបែរជាឃើញថាឆុងជឺបានទៅគំរាមនាងថាក្នុងមួយជីវិតនេះនាងគឺជាមនុស្សរបស់ខ្ញុំហេតុអីបានជានាងមិនយល់ព្រមនៅជាមួយខ្ញុំបែរជាទៅចង់មានបំណងទំនាក់ទំនងជាមួយយានឆឹងទៅវិញបើយល់ព្រមរស់នៅជាមួយខ្ញុំនាងនឹងរស់នៅអត់ទុកកង្វល់អស់មួយជីវិតប៉ុន្តែឈិនថាងបានបដិសេធថាខ្ញុំចង់រស់នៅផុតពីការការពាររបស់លោកខ្ញុំចង់រស់នៅដោយខ្លួនឯងឆុងជឺគាត់ខឹងខ្លាំងមែនទែនថានាងមិនអាចទៅណាបាននោះទេតាំងពីដើមមកគឺនាងជារបស់ខ្ញុំរហូតមករួចហើយក៏ចាប់បង្ខំថើបទៅលើឈិនថាងណាឈិនថាងក៏របំរាស់ច្រានឆុងជឺចេញច្រានចុះច្រានឡើងច្រានគេចេញបានសម្រេចទើបដឹងថានេះគ្រាន់តែជាការសម័យរបស់នាងតែប៉ុណ្ណោះ
មិនធម្មតាទេទាំងអស់គ្នាសូម្បីតែការសម័យនឹងក៏ឆុងជឿតែងតែមិនលងបន្លាយធ្វើឲ្យជនថារបស់យើងមានភាពភ័យខ្លាចដែរជនថាក៏តាំងចិត្តថាទោះបីជានាងត្រូវលះបង់អ្វីក៏ដោយនាងត្រូវតែចាក់ចេញពីគ្រួសារនេះឲ្យបានមិនអញ្ចឹងទេនាងមកគាត់ជាការរោគចិត្តហើយលុះដល់ស្អែកឡើងនៅពេលដែលជនថារបស់យើងចូលរួមពិធីជប់លៀងនៅក្នុងរាជវាំងម្ដងទៀតក៏បានជួបជាមួយនឹងយានឆឹងដូចដែរមកយានឆឹងក៏បានមកសួរនាំថាមូលហេតុអីមកកាលយប់មិញនាងអត់មកទៅជួបខ្ញុំនៅពេលជនថាថាសុំទោសផងដោយសារតែខ្ញុំសង្វឹងស្រាខ្លាំងពេកចង់ឲ្យมันអាចទ្រាំជាមួយអត្តពលស្រាបានក៏បញ្ញាប់ត្រឡប់ទៅផ្ទះវិញទៅអត់បានប្រាប់ទៅកាន់ព្រះបុត្រាទេចំណែកឯយានឆឹងវិញក៏ថាអត់អីទេអញ្ចឹងខ្ញុំស្មានតែនេះមិនចង់ជួបខ្ញុំចឹងហើយគាត់បានបកគលរបស់តូចមួយមិនដឹងថារបស់អីទេប៉ុន្តែតំណងជាអាចជារបស់ដែលអាចការពារខ្លួនបានអញ្ចឹងណាតែឲ្យជនថាងអំឡុងពេលដែលគាត់នៅគឺនាងអាចប្រើប្រាស់វត្ថុមួយហ្នឹងការពារខ្លួនបានទំនាក់ទំនងនៃភាពនិយាយគ្នាស្អិតរមួតរបស់អ្នកទាំងពីរក៏ត្រូវបានព្រះអម្ចាស់យានដែលជាឪពុករបស់យានឆឹងបានប្រទះឃើញគាត់ក៏បាននិយាយថាអូនឹងឯងគឺជាកូនស្រីចិញ្ចឹមរបស់គ្រួសារភ័យមានឈ្មោះថាជនថាងនោះពិតជាមានសម្រស់ស្រស់ស្អាតមែនប៉ុន្តែដោយសារតែលើការតសើបែបហ្នឹងក៏ធ្វើឲ្យឆុងជឿនឹងក៏បានចោទប្រកាន់ទៅកាន់ព្រះអម្ចាស់យានថាព្រះអម្ចាស់ខ្ញុំមិននឹកស្មានថាព្រះអម្ចាស់ប្រើប្រាស់កូនទៅមានទំនាក់ទំនងជាមួយនឹងប្អូនស្រីរបស់ខ្ញុំដើម្បីភ្ជាប់ទំនាក់ទំនងមកកាន់អំណាចចឹងទេគាត់ចោទប្រកាន់ទៅកាន់ព្រះអម្ចាស់យានឆៅតែម្ដងណាព្រះអម្ចាស់យានថាអត់ទេនេះគឺជារឿងទំនាក់ទំនងរបស់ក្មេងៗគាត់មិននឹងអាចគ្រប់គ្រងបានទៅភ្លាមនឹងស្រាប់តែព្រះនាងចៅហឹកនឹងគាត់ក៏ចង់ធ្វើជាចៅមហាឲ្យអ្នកទាំងពីរហ្នឹងប៉ុន្តែត្រូវបានឆុងជឿនឹងគំរាមថានេះគឺជារឿងគ្រួសាររបស់ខ្ញុំអត់ពាក់ព័ន្ធជាមួយអ្នកដទៃទេប៉ុន្តែព្រះនាងចៅហឹកនឹងក៏អត់ស្ដាប់ទេទាំងអស់គ្នាដោយសារតែគាត់គឺជាប្អូនស្រីប្រការរបស់ព្រះអង្គគាត់ក៏ចេញងើបឈរឡើងទូលទៅកាន់ព្រះអង្គថាព្រះអង្គថ្ងៃនេះគឺជាថ្ងៃដែលជួបជុំជាមួយនឹងនគរជិតខាងដូច្នេះហើយមិនក៏មករៀបចំការប្រកួតបង្ហាញអំពីសមត្ថភាពមេតបដ៏ខ្លាំងប្រការរបស់យើងគឺព្រះបុត្រាយានឆឹងបង្ហាញអំពីសមត្ថភាពនៃការប្រើប្រាស់នៅខ្សែតៃរំពាត់របស់គាត់ហ្នឹងណាជាមួយនឹងគូស្នេហ៍របស់គាត់គឺអ្នកនាងសិនឈីងថាងតែម្ដងទៅហើយនៅពេលហ្នឹងជនថាអត់ហ៊ានប្រកែកទេដោយសារតែនេះគឺជាសម្ពុរបស់ព្រះនាងនៅចំពោះមុខរបស់ព្រះអង្គគាត់ក៏យល់ព្រមចំណែកឯយានឆឹងវិញក៏សួរទៅការសិនឈីងថាងរបស់យើងថាតែនាងជឿជាក់លើខ្ញុំហីជនថាងថាត្រូវហើយខ្ញុំជឿជាក់ទៅលើព្រះរាជបុត្រអញ្ចឹងហើយនឹងយានឆឹងរបស់យើងថាអត់អីទេខ្ញុំនឹងបង្ហាញពីសមត្ថភាពរបស់ខ្ញុំមិនឲ្យនាងមានគ្រោះថ្នាក់ទេខ្ញុំនឹងយកឈ្នះជាមួយនឹងការបង្ហាញមួយនេះបន្ទាប់មកគាត់ក៏ដករំពត់ខ្សែតៃរបស់គាត់ដោយការរៀបចំមួយហ្នឹងគឺគេដាក់គោមមួយពែងមួយនៅលើក្បាលរបស់ជនថាងឲ្យយានឆឹងវាយការប៉ុតទៅវាអត់មានគ្រោះថ្នាក់អីនោះទេក៏ប៉ុន្តែដោយសារតែនៅក្នុងគោមមួយហ្នឹងគឺជាការរៀបចំរបស់ព្រះនាងចៅហឹកម្យ៉ាងមួយទៀតគឺឲ្យយានឆឹងបិទភ្នែកនៅពេលដែលយានឆឹងបានប្រើរំពត់ខ្សែតៃរបស់គាត់វាយបបាយគោមមួយហ្នឹងវាបែកឡើងទៅគឺមានម្សៅស្ពាន់ធន់ជាច្រើនបង្កើតជាចំហេះណាស្ពាន់ធន់នៅពេលដែលត្រូវកម្ដៅថ្ងៃវាប្រែក្លាយទៅជាចំហេះឆាបឆេះភ្លាមនឹងឆុងជឿបានឃើញហើយក៏បានប្រើប្រាស់នៅទង់មួយគប់ដើម្បីរងជាមួយនឹងឥទ្ធិពលរបស់ស្ពាន់ធន់ហ្នឹងប៉ុន្តែមួយចំនួនទៀតវាបានខ្ទាតមកត្រូវស្មាឆេះរលាកទៅលើខ្លួនរបស់ឈីងថាងនៅពេលហ្នឹងឆុងជឿគាត់ខឹងខ្លាំងមែនទែនគាត់បានស្ដីបន្ទោសទៅកាន់យានឆឹងថាបើឯងគ្មានសមត្ថភាពការពារនាងទេនៅឆ្ងាយពីនាងទៅក៏មកញ៉ៃជាមួយនាងបន្តទៀតអីបន្ទាប់មកឆុងជឿក៏បានទូលថ្វាយទៅកាន់ព្រះអង្គថាព្រះអង្គនេះគឺជាការជំនួបគ្នារវាងនគរជិតខាងដើម្បីបង្ហាញពីទំនាក់ទំនងរបស់ពួកយើងប៉ុន្តែមើលទៅការបង្ហាញមួយនេះប្រកាសជាមានអ្នកណាម្នាក់រៀបចំគំនិតអាក្រក់ដើម្បីបំផ្លាញនៅទំនាក់ទំនងរវាងនគរយើងជាមួយនគរជិតខាងហើយអញ្ចឹងសូមព្រះអង្គស៊ើបអង្កេតរកអ្នកណាដែលជាអ្នកធ្វើបន្ទាប់មកព្រះអង្គក៏បានអនុញ្ញាតឲ្យសារតែឆុងជឿរបស់យើងគាត់គឺជាមន្ត្រីធំដែរអញ្ចឹងណារួចហើយក៏បញ្ញានាំឈីងថាងត្រឡប់ទៅផ្ទះវិញដែលមានរបួសលើស្មាគាត់ក៏ព្យាយាមយកថ្នាំមកលាបឲ្យប៉ុន្តែជនថាងមិនចង់ឲ្យគាត់ប៉ះពាល់នោះទេឈីងថាងថាលោកដឹងហើយនេះគឺជាការរៀបចំរបស់ព្រះនាងចៅហឹកធ្វើបាបខ្ញុំមិនបានជាមិនបានជាលោកមិនព្រមខាត់មិនបានរារាំងអញ្ចឹងឆុងជឿថាបើខ្ញុំរារាំងមិននឹងអាចបង្ហាញឲ្យនាងដឹងថាយើងឆក់មានសមត្ថភាពក្នុងការការពារនាងនោះទេជនថាងថាលោកក៏គ្មានសមត្ថភាពការពារខ្ញុំដែរព្រោះអីខ្ញុំកើតហេតុដោយសារតែលោកពួកអីព្រះនាងចៅហឹកអាចារ្យខ្ញុំជាមួយលោកអញ្ចឹងបើសិនបើលោកនៅតែមិនព្រមរៀបការជាមួយព្រះនាងចៅហឹកទៀតព្រះនាងចៅហឹកនៅតែមកបំពេញខ្ញុំវាយឆ្មក់ខ្ញុំរហូតនឹងឯងបើចង់ដោះស្រាយរឿងរ៉ាវមួយហ្នឹងលោកនៅឆ្ងាយពីខ្ញុំហើយទៅរៀបការជាមួយព្រះនាងចៅហឹកទៅគាត់ប្រកាសជាលែងមកតាមធ្វើបាបខ្ញុំបន្តទៀតហើយបើមិនអញ្ចឹងនោះទេព្រះនាងចៅហឹកនឹងទុកខ្ញុំជាគោលដៅនឹងតាមចាត់ការខ្ញុំតែរហូតនឹងឯងប៉ុន្តែឆុងជឿរបស់យើងក៏ថាអត់ទេខ្ញុំនឹងរកមធ្យោបាយដើម្បីលុបបំបាត់នៅមង្គលការរបស់ខ្ញុំជាមួយព្រះនាងចៅហឹកចោលឲ្យតែនាងយល់ព្រមរស់នៅជាមួយខ្ញុំយ៉ាងមិនទៅដែរភ្លាមនឹងស្រាប់តែអាការៈរបស់ឈីងថារបស់យើងនឹងមានសភាពចម្លែកដោយសារតែមើលទៅនាងរវើមានភាពក្តៅស្អុះស្អាប់នៅក្នុងខ្លួនដូចជាត្រូវថ្នាំអារម្មណ៍អញ្ចឹងទាំងអស់គ្នាហើយនៅក្នុងពេលនឹងដែរពួកគេក៏បានដឹងចំណែកឈីងថារបស់យើងបានដឹងច្បាស់ថាថ្នាំនេះមិនស្រួលទេក្នុងខ្សែស្ពាន់ធន់ហ្នឹងអាចនឹងមានថ្នាំផ្សេងដទៃទៀតហើយនាងបានដឹងយ៉ាងច្បាស់ថានេះគឺជាចេតនារបស់ព្រះនាងចៅហឹកមានបំណងចង់ប្រមាថខ្ញុំចង់ឲ្យឆាបឆេះក្អៅហើយចង់ឲ្យមាននរណាគេជួយខ្ញុំទៅនោះគឺត្រូវគេប្រមាថរាងកាយរបស់ខ្ញុំទៀតពិតជាមិនធម្មតាមែនទូប្ររបស់យើងព្យាយាមមកប៉ះពាល់សួរនាំថាមានរឿងអីកើតឡើងយ៉ាងម៉េចទៅហើយមើលគាត់ស្ទាបមើលសុកទុកអញ្ចឹងណាគាត់ដឹងថាប្រកាសជាមានថ្នាំអីមិនស្រួលហើយគាត់ចង់ព្យាបាលស៊ីនជីងថាងបន្តែជីងថាងថាមិនឲ្យគាត់ប៉ះនោះទេ
ចំណែកនៅខាងក្រៅវិញយានឆឹងក៏បានជិះសេះតាមរទេះរបស់ជីងថាងก่อนតែលឺគេភ្លាមនឹងឯងជីងថាងរបស់យើងក៏ងាកសួរនាំទៅកាន់យានឆឹងចង់ទៅជាមួយនឹងយានឆឹងអញ្ចឹងណាក៏ប៉ុន្តែត្រូវបានឆុងជឿចាប់ជាប់ហើយគាត់ខឹងខ្លាំងមែនទែនគាត់ថាហេតុអីមិនអាចជាខ្ញុំបាយទៅជាយានឆឹងទៅវិញគាត់ក៏ចាប់បង្ខំថើបទៅកាន់ជីងថាងតែម្ដងទៅដោយសារតែគាត់ប្រច័ណ្ឌខ្លាំងណាមិនចង់ឲ្យជីងថាងទៅនៅជាមួយយានឆឹងទេ